បងប្អូនទៅញ៉ាំឆាមីសួរជាមួយនឹងសាច់ជ្រូកចិញ្ច្រាំជាមួយខ្ញុំទាំងអស់គ្នាតែមុននឹងញ៉ាំនោះតោះទៅមើលពីរបៀបធ្វើប្រចាំគ្រួសារខ្ញុំទាំងអស់គ្នាណាបងប្អូនសម្រាប់គ្រួសារខ្ញុំដំបូងបំផុតនោះគឺទៅយកមីសួរជាមួយនឹងស្បែកជូរយកទៅត្រាំទឹកសិនហើយផ្សិតនឹងត្រចៀកកណ្ដុរក៏ទៅត្រាំទឹកដែរណាបងប្អូនហើយបន្តមកទៀតគឺខ្ញុំដាក់ត្រាំចោលហើយខ្ញុំទៅចិញ្ច្រាំសាច់ជ្រូកក្រោយពីចិញ្ច្រាំសាច់ជ្រូកហើយគឺផ្សិតហើយនឹងត្រចៀកកណ្ដុរគឺទន់ល្មមហើយខ្ញុំយកមកហាន់ជាចំណិតតូចៗបងប្អូនតែលើកនេះរៀងខុសបច្ចេកទេសតិចហើយគឺហាន់រៀងធំៗដែរអញ្ចឹងណាបងប្អូនតោះចូលដល់វគ្គឆាណាបងប្អូនបន្ទាប់ពីបំពងទឹកឲ្យឡើងក្រហមហើយគឺខ្ញុំដាក់ឲ្យប៊ីយឺហើយនឹងសាច់ចូលលីងជាមួយហើយក៏ថែមគ្រឿងតែម្ដងមកដូចជាស្ករផែន1ស្លាបព្រាម្សៅស៊ុប1ស្លាបព្រាហើយនឹងប៊ីចេង2ស្លាបព្រាតូចក្រោយពីដាក់គ្រឿងហើយគឺខ្ញុំដាក់ផ្សិតជាមួយនឹងត្រចៀកកណ្ដុររមាស់ជាមួយនឹងសាច់ឲ្យឆ្អិនណាបងប្អូនឡើងទន់ហើយចុងក្រោយបងប្អូនខ្ញុំដាក់មីសួរជាមួយនឹងស្បែកជ្រូកចូលកូរត្រឡប់ចុះឡើងឲ្យចូលជាតិគឺរួចរាល់ជាស្រេចឆាមីសួរក្នុងថ្ងៃនេះរួចរាល់ហើយណាបងប្អូនតោះទៅញ៉ាំជាមួយខ្ញុំទាំងអស់គ្នាណាបងប្អូនថាតើមើលទៅទំនងឆ្ងាញ់ឬក៏អត់បងប្អូនមើលតែមាត់ខ្ញុំញ៉ាំទៅក៏ដឹងថាឆ្ងាញ់ប៉ុណ្ណាដែរអរគុណច្រើនជម្រាបលាណាបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់